ដំណឹងក្តៅៗភាគីខាងថៃនៅខេត្តស្រកែវបានស្នើឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃនេះបើយោងទៅតាមផេកផ្លូវការរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបានធ្វើការសរសេររៀបរាប់នៅលើបណ្ដាញសង្គមដោយបានលើកឡើងយ៉ាងដូចនេះថានៅព្រឹកថ្ងៃអាទិត្យទី29ខែមិថុនាឆ្នាំ2025នេះអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីខាងខេត្តស្រកែវស្នើសុំឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃមួយចំនួននិងអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញចូលដើម្បីបន្ធូរការប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូចនេះថា1កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងកម្ពុជាទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែនហើយដូច្នេះហើយបានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែនមុនទេចាប់តាំងពីមានបញ្ហានៅតំបន់មុំ3កាលពីចុងខែឧសភាឆ្នាំ2025ព្រោះយើងមិនមានបំណងពង្រីកនៅភូមិសាស្ត្រដែលមានវិវាទឬក៏បង្កនៅបញ្ហាដែលនាំឲ្យប៉ះពាល់ទៅដល់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយនៃព្រំដែនទេ2កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមធ្វើការបិទបើកច្រកព្រំដែនជាឯកតោភាគីនោះទេកងទ័ពថៃបានចាប់ផ្ដើមធ្វើការបិទបើកច្រកព្រំដែនកែសម្រួលម៉ោងបិទម៉ោងបើកនិងកំណត់លក្ខខណ្ឌកម្រិតនៃការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគីចាប់តាំងពីថ្ងៃទី7ខែមិថុនាឆ្នាំ2025មិនត្រឹមតែប៉ុណ្ណោះទេកងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទម៉ោងបើកជាឯកតោភាគីនៅតាមបណ្ដាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃទី24ខែមិថុនាឆ្នាំ2025ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ3ភាពមិនច្បាស់លាស់និងការប្រែក្រឡាភ្លាមមិនពិតប្រាកដនៃចំហនយោបាយរបស់រាជរដ្ឋាភិបាលថៃរួមជាមួយនឹងភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញនិងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃបានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ពិតប្រាកដនិងយូរអង្វែង4ដោយដែលខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថាដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទបើកច្រកព្រំដែននេះគឺងាយស្រួលដោះស្រាយទេបើសិនជាភាគីខាងថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីចាប់ពីថ្ងៃទី7ខែមិថុនាឆ្នាំ2025កន្លងទៅនេះធ្វើការបើកច្រកព្រំដែនឲ្យដោយស្ថានភាពដើមជាឯកតោភាគីវិញនោះនឹងផ្ដល់ការធានាច្បាស់លាស់ថានឹងមិនមានការបិទបើកជាឯកតោភាគីទៀតនោះគឺជាការស្រេចកម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ5ម៉ោងក្រោយពីនោះនិយាយឲ្យខ្លីគឺកូនសោស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយហេតុដូចនេះចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃដែលមានបំណងចង់ឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញនោះមិនចាំបាច់ស្នើមកកម្ពុជានោះទេសូមស្នើទៅអ្នកដែលមានអំណាចពិតប្រកបនៅប្រទេសថៃមិនថាជាកងទ័ពឬអ្នកណានោះទេឲ្យតែបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី7ខែមិថុនាឆ្នាំ2025នឹងផ្ដល់ការធានាច្បាស់លាស់ថានឹងមិនមានការបិទបើកជាឯកតោភាគីទៀតនោះគឺជាការស្រេចអ្វីនឹងត្រឡប់ទៅជាដំណើរការជាប្រក្រតីដូចមុនឡើងវិញហើយបានជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះគឺសូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន